សួស្តីប្រិយមិត្តទាំងអស់គ្នាយើងមកជួបគ្នាជាមួយនឹងមេរៀនថ្មីមួយទៀតហើយបាទអញ្ចឹងនៅក្នុងមេរៀនទី3នេះគឺខ្ញុំនិយាយអំពីការអឺធ្វើឲ្យគៀកគ្នានៅកថាខណ្ឌទី1និងកថាខណ្ឌទី2ដោយប្រិយមិត្តទាំងអស់គ្នាបានឃើញទៅលើគំរូនៃប្រធានវិញ្ញាសានៃរបស់គេនេះ PDF នេះអនុវិទ្យាល័យនេះហើយនឹងប្រឡងប្រចាំខែនេះវានៅគៀកគ្នាវាថា space របស់វាតូចមែនតើតែយើងមើលទៅលើចំណុចអនុវិទ្យាល័យរបស់យើងនឹងសម័យប្រឡងប្រចាំខែរបស់យើងវិញម្ដងវាមានកម្រិតឆ្ងាយពីគ្នាអញ្ចឹងដើម្បីឲ្យវាគៀកគ្នាបានគឺយើងចូលមកកន្លែងនេះយើងចង់ឲ្យអាក្រមនេះឡើងទៅលើអញ្ចឹងបើចង់អាក្រមឡើងទៅលើដោយសារយើងចង់បានលើមកបន្តនៅតំណែងហើយបើយើងចង់បានអាក្រមមកលើយើងត្រូវយកទស្សនៈនេះមកចុចខាងលើនឹង cursor ខាងលើនឹងទៅហើយយើងមកមើលទៅលើនេះលបាខាងលើនេះវិញយើងមកឃើញកន្លែងព្រួយនេះគេដាក់ថា line and paragraph spacing ពីយកម៉ៅមកដាក់លើវាចេញបែបនេះមើលម៉ៅមួយហ្នឹងម៉ៅខ្ញុំដាក់ពណ៌លើវាមកហើយយើងយកពាក្យថា remove space នេះទៅនិយាយតែចឹងវាគៀកគ្នាឡើងទៅលើហើយអញ្ចឹងនេះគឺជាបច្ចេកទេសមួយហើយសម្រាប់អត្ថបទដែលយើងវាយហើយយើងចង់បដូរពុម្ពអក្សរបដូរអីគេអត់ចាំបាច់ត្រូវការលុបទេគឺយើង select លើវាទាំងអស់ហ្នឹងហើយយើងមកបដូរកែពុម្ពអក្សរកែអីនៅកន្លែងនេះថាចង់បានខ្មែរអីគេបាទយើងចង់បានខ្មែរឆ្លាក់ម៉ូឡាយចឹងទៅគឺវាទៅទាំងអស់ចង់បានតូចធំទំហំ 12.12 វាទៅទាំងអស់អញ្ចឹងគឺមិនចាំបាច់យើងមកលុបចោលឲ្យវាយសាស្ត្រថ្មីទេបាទអញ្ចឹងនេះគឺជាបច្ចេកទេសនៃការ space ឲ្យកថាខណ្ឌពីរហ្នឹងវាគៀកគ្នាបាទអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានប៉ុណ្ណឹងហើយយើងនឹងបន្តទៅកាន់មេរៀនក្រោយៗទៀតបាទកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗពីការសិក្សាទៅ Microsoft Word ក៏ដូចជាពីបច្ចេកទេសក្នុងការប្រើប្រាស់កុំព្យូទ័រផ្សេងៗទៀតផងដែរអរគុណច្រើនជួបគ្នាវីដេអូក្រោយ